Hello guys សួស្តីអ្នកទាំងអស់គ្នាខ្ញុំឃើញប្រហែលថ្ងៃនេះដែល influencer ឬក៏អ្នកដែលគាត់ធ្វើ content ណាដូចថាគាត់និយាយពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពផ្លូវភេទនិងការការពារយ៉ាហើយដូចថាតាមការនិយាយអ្នកខ្លះទៅក៏គាត់និយាយបែបគេហៅថាបែបសុភាពអ្នកខ្លះទៀតគាត់និយាយបែប lifestyle របស់គាត់ផ្ទាល់ខ្លួនគាត់និយាយគេហៅថាគាត់និយាយលះច្បាស់អញ្ចឹងណាហ្នឹងហើយក៏ប៉ុន្តែបើយើងគិតឲ្យខ្លីគឺគេណែនាំសុខភាពផ្លូវភេទដើម្បីការពារអាយុជីវិតកុំចង់តែស្រួលហើយចង់ងាប់ចង់រស់ហើយឆ្លងរោគមកវិញណាហ្នឹងហើយអ្នកខ្លះទៅដូចថាគាត់ទទួលយកពាក្យហ្នឹងអត់បានទេអញ្ចឹងទៅគាត់គេហៅថាគំនិតចាស់កម្រិលមួយដែលគេថាអូមនុស្សស្រីសោះមិនក៏និយាយពាក្យហ្នឹងមិននិយាយឆ្អេះឆ្អាសចង់បានពាក្យឆ្អេះឆ្អាសឬក៏ចង់ងាប់ដោយសារការធ្វើគ្នាយ៉ាព្រោះអីរឿងហ្នឹងគឺជារឿងសំខាន់ទី1បច្ចុប្បន្នអ្នកដែលមានផ្ទៃពោះហើយទុកកូនចោលមានកូនហើយគ្មានសមត្ថភាពមើលក៏វាពាក់ព័ន្ធនៅក្នុងរឿងនឹងដូចគ្នាអញ្ចឹងយើងខ្លួនឯងជាខ្លួនឯងមិនថាយើងជាស្រីជាប្រុសទេយើងធ្វើអីធ្វើទៅចង់អ្នកឯងត្រឹមតែជាសង្សារឬក៏ជាប្តីប្រពន្ធមានការរួមភេទជាមួយគ្នាធ្វើអីធ្វើទៅសំខាន់អ្នកឯងត្រូវតែមានទំនួលខុសត្រូវលើខ្លួនឯងការពារអាយុជីវិតខ្លួនឯងនិងការពារជីវិតអ្នកដទៃរឿងនេះគឺជារឿងសំខាន់ហើយក៏គុំគិតថាជាប្តីប្រពន្ធយើងជឿជាក់គ្រប់យ៉ាងគឺយើងមើលអត់ធ្លួយថាអ្វីជាអ្វីតែអ្វីដែលល្អបំផុតគឺយើងការពារខ្លួនឯងការពារអាយុជីវិតខ្លួនឯងនិងការពារអាយុជីវិតរបស់ដៃគូជីវិតរបស់អ្នកទាំងអស់គ្នាដូចគ្នាយ៉ាពួកអីគេបាននិយាយថាអូនយើងរួមភេទយើងត្រូវប្រើស្រោមឬក៏ប្រើថ្នាំប្រើអីចឹងណាកុំឲ្យមានការឆ្លោះឆ្លោយដូចជាការឆ្លងមេរោគអេដឬក៏ការមានកូនដោយអចេតនា Yes រឿងហ្នឹងគឺងាយបំផុតគឺការពារខ្លួនឯងនិងអត់ចង់ឲ្យអ្នកខ្លះដែលគាត់អត់ទាន់រីកឌីជាមួយនឹងការមាន baby ឬក៏គាត់ត្រឹមតែជាសង្សារជាមួយគ្នាឬក៏គាត់ចង់បាន one night stand ចង់អីក៏ដោយជីវិតមនុស្សម្នាក់កើតមកគេហៅថាជីវិតយើងពិបាកហើយអញ្ចឹងយើងកុំយកអាជីវិតពិបាកយើងដើម្បីបង្កើតជីវិតពិបាកមួយទៀតមកហ្នឹងហើយអានេះគឺខ្ញុំនិយាយចង់ណែនាំខ្ញុំមិនចង់និយាយថាបញ្ចុះប្រសោកអីទេវាជារឿងពិតយើងស្រឡាញ់គ្នាយើងមានអ្វីជាមួយគ្នាមិនថាជាប្តីប្រពន្ធឬក៏ជាអីទេយើងត្រូវតែគិតមុនគូយើងត្រូវតែមាន plan សម័យមុនកូនពិបាកចិញ្ចឹមហើយក៏ប៉ុន្តែការចាយវាអត់សូវពិបាកតែសម័យនេះកូនពិបាកចិញ្ចឹមហើយការចាយវាធ្ងន់ចុយគឺធ្ងន់ដំបូលហ្មងអញ្ចឹងពេលខ្លះការណែនាំគឺយើងទទួលស្ដាប់ទៅព្រោះអីខ្ញុំនិយាយមែនណាសម័យនេះគឺខ្ញុំគិតថាវាល្អច្រើនវាធ្វើឲ្យមនុស្សយើងអាចយល់ដឹងពីសុខភាពផ្លូវភេទការមករដូវការមកឲ្យផ្សេងនេះការសម័យខ្ញុំមករដូវដំបូងខ្ញុំមិនដឹងថាហ្នឹងជាស្អីផងខ្ញុំស្រីប្រាប់ម៉ែខ្ញុំចេញឈាមហើយតែស្មាតោតែពាក់សាលីហ្នឹងមិនចេះផងអាហ្នឹងគេហៅថាការយល់ដឹងរបស់យើងអត់គ្រប់គ្រាន់អញ្ចឹងហើយធ្វើឲ្យយើងទទួលអ្វីមួយដែលគេហៅថាមនុស្សយើងវាមិនដែលទៅត្រូវរហូតទេក៏ប៉ុន្តែពេលដែលគេចែករំលែកពាក់ព័ន្ធជាមួយនឹងការយល់ដឹងការពារហើយយើងទទួលយកទៅព្រោះអ្នកខ្លះទៀតគឺគាត់សប្បាយរឿងជីសេះប្រឡែងដៃហ្នឹងគឺគាត់សប្បាយគាត់ឈៀលគាត់អត់មានខ្វល់ទេគាត់ត្រឹមជាសង្សារជាអីក៏ដោយអីចឹងគាត់អត់ខ្វល់គាត់នេះគាត់សំខាន់ដូចថាគាត់សប្បាយរឿងហ្នឹងអីចឹងណាដល់ពេលសប្បាយគាត់ភ្លេចខ្លួនទៅគាត់មានកូនហើយគាត់មកដូចថាគាត់កើតទុកគាត់មិនមានបញ្ហាអីចឹងទៅ Yes អ្នកខ្លះគាត់មិនដឹងអូខេវាជាអចេតនាតែអ្នកខ្លះទៀតគាត់ដឹងតែគាត់ប្រមាថអញ្ចឹងរឿងទាំងអស់ហ្នឹងសម័យនេះគឺវាងាយស្រួលទី1គឺមានការណែនាំនិងការយល់ដឹងពាក់ព័ន្ធជាមួយផ្លូវភេទនិងសុខភាពគេហៅថាប្រដាប់បន្តពូជច្រើនព្រោះអីរោគទាំងអស់ហ្នឹងអាចសម្រាប់អ្នកទាំងអស់គ្នាបានរោគអេដ Yes ឥឡូវធ្វើឲ្យថាវាមានថ្នាំមានអីដែលវាជឿនលឿនជាងសម័យមុនមែនក៏ប៉ុន្តែយើងគួរការពារទៅកាលណាដែលមានរោគនឹងមួយបើសិនជាចំដៃគូជីវិតយើងឬក៏អីមានកូនមានអីដែរអាហ្នឹងគឺប៉ះពាល់ដល់អនាគតរបស់កូនយើងទៀតវាមិនប៉ះពាល់ទាំងស្រុងទេក៏ប៉ុន្តែជៀសវាងការមានរោគមួយហ្នឹងក៏ល្អចាហើយមួយទៀតដូចថាគេហៅថាជំងឺកាមរោគអីហ្នឹងក៏ជាបញ្ហាដែរជំងឺកាមរោគខ្លះគឺវាព្យាបាលបានវាមិនថាព្យាបាលមិនបានទេក៏ប៉ុន្តែទី1ចំណាយពេលវេលា
ពេលរឿងហ្នឹងវាសบายតែដល់ពេលមានជំងឺអត់សบายជាមួយទេការព្យាបាលថ្លៃហើយបើសិនជាមនុស្សប្រុសគាត់អាចនឹងងាយព្យាបាលជាងតែបើមនុស្សស្រីគឺពិបាកព្យាបាលដោយសារអីវាព្យាបាលមកដូចគ្នាតែគ្រាន់តែរឿងពិបាកដោយសារផ្នែកខាងក្នុងដូចរូងភ្នំអញ្ចឹងទៅតាំងល្ងិតឆឹងទៅហ្នឹងឯងអញ្ចឹងការខ្ញុំគិតថាពេលខ្លះយើងគួរ drop ego របស់យើងចុះទៅអំនួតរបស់យើងចុះទៅយើង open mind យើងទទួលយកអ្វីដែលគិតថាវាជា positive ដែលជួយដល់រូបរាងកាយនិងជីវិតរបស់យើងពួកអីខ្ញុំគិតថាសម័យឥឡូវ content មួយដែល influencer ដែលគាត់បង្កើតឬគាត់ចូលចិត្តណែនាំពាក់ព័ន្ធជាមួយនឹងផ្លូវហ្នឹងគឺគាត់ចង់ឲ្យពួកយើងល្អនិងជៀសវាងនៅងាប់ដោយសារការរួមភេទនិយាយមកឲ្យខ្លីចឹងទៅហ្នឹងហើយអញ្ចឹងការពារទាំងអស់គ្នាព្រោះអីគឺលុយក៏ពិបាករកមកត្រូវចំណាយលុយជាមួយរឿងហ្នឹងហើយវាគេហៅថាយើងដឹងហើយយើងគួរតែការប្រុងប្រយ័ត្នកុំប្រមាថជីវិតស្លាប់ថ្ងៃនេះអត់មានរស់វិញថ្ងៃស្អែកទេតែទៅហើយអញ្ចឹងកុំប្រមាថជីវិតអ្នកដទៃនិងកុំប្រមាថជីវិតខ្លួនឯងយល់អូខេ bye love you